ពីប៉ុន25អ្វីក៏អាចកើតឡើងបានដែរដូច្នេះតើឥណ្ឌូនេស៊ីអាចធ្វើរឿងនេះបានដែរឬទេជំរាបសួរខ្ញុំកុនម៉ាមីជួបខ្ញុំមកចាស់នៅក្នុងវីដេអូថ្មីចាក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីគឺជាក្រុមតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលមានក្តីសង្ឃឹមក្នុងការទទួលបានកៅអីលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ2026ចាក្តីសង្ឃឹមនេះគឺបន្ទាប់ពីឥណ្ឌូនេស៊ីទទួលបាន3ពិន្ទុពីការយកឈ្នះលើចិន1-0កាលពីថ្ងៃទី5មិថុនាម្សិលមិញជ័យជំនះនេះធ្វើឲ្យឥណ្ឌូនេស៊ីស្ថិតនៅលេខ4ក្នុងពូល C ដែលលេខ4នេះគឺមានក្តីសង្ឃឹមថាអាចឡើងបន្តទៅជុំទី4សម្រាប់ពូល C នេះគឺជប៉ុនច្បាស់ការហើយថាបានកៅអីលេងនៅ World Cup 2026ចំណែកឯអូស្ត្រាលីបើប្រកួតក្រោយឈ្នះនឹងបានជាប់លេងនៅ World Cup 2026ដែរខណៈដែលអារ៉ាប៊ីសាអូឌីតហើយនៅឥណ្ឌូនេស៊ីមានសង្ឃឹមទៅប្រកួតនៅជុំទី4បន្តជាមួយនឹងក្រុមមកពីពូល A និង B ដើម្បីកៅអី World Cup ឆ្នាំ2026អារ៉ាប៊ីសាអូឌីតនៅលេខ3មាន13ពិន្ទុប្រកួតនៅថ្ងៃទី10ខែមិថុនាសប្តាហ៍ក្រោយត្រូវជួបជាមួយអូស្ត្រាលីដែលនៅលេខ2មាន16ពិន្ទុឥណ្ឌូនេស៊ីវិញនៅថ្ងៃទី10មិថុនាសប្តាហ៍ក្រោយដែរត្រូវជួបប្រកួតជាមួយនឹងជប៉ុនចាណាមិញមិនបញ្ហានោះទេទោះបីជាប្រកួតក្រោយឥណ្ឌូនេស៊ីមិនបាន3ពិន្ទុក៏គេនៅតែអាចស្ថិតនៅលេខ4ហើយបានឡើងទៅជុំបន្តទៀតផងដែរព្រោះថាបារ៉ែនហើយនិងចិនគឺអស់ឱកាសទៅហើយសូមបញ្ជាក់ថានៅជុំទី4នឹងមានការប្រកួតចំនួន6ក្រុមដែលទទួលបានលេខ3និងលេខ4មកពីពូល A, B និង C កាលពីជុំទី3នោះហើយការប្រកួតជុំទី4នេះនឹងចែកចេញជា2ពូលគឺពូល A និងពូល B ក្រុមកំពូលតារាង A និង B បានលេងនៅ World Cup 2026តែម្ដងខណៈដែលក្រុមលេខ2ត្រូវតទៅប្រកួតនៅជុំទី5បន្តទៀតហើយក្រុមលេខ3វិញគឺអស់ឱកាសហើយជុំទី5រួចក្រុមឈ្នះនឹងត្រូវមានការប្រកួត Play-off អន្តរជាតិជាមួយនឹងតំបន់ផ្សេងតើបបានកៅអីលេងនៅ World Cup 2026ចាស្វិតស្វាញមែនទែនបើគិតទៅតំបន់អាស៊ីទទួលបាន8កៅអីសម្រាប់ World Cup 2026ដោយមកដល់ពេលនេះគឺ AFC ឬសហព័ន្ធបាល់ទាត់អាស៊ីនឹងគឺរកឃើញ5ប្រទេសនៅតំបន់អាស៊ីដែលបង្ហាញខ្លួននៅ World Cup 2026ដែលក្នុងនោះរួមមានដូចជាជប៉ុនអ៊ីរ៉ង់កូរ៉េខាងត្បូងហើយនឹងអូបេគីស្ថាននិងរ៉ូដង់ដែលជាប្រទេសបានជាប់នៅលេងនៅក្នុងព្រឹត្តិការណ៍ World Cup ហ្នឹងគឺជាលើកដំបូងបង្អស់ទៅហើយចាសម្រាប់ឥណ្ឌូនេស៊ីបើបានលេងនៅក្នុងព្រឹត្តិការណ៍ World Cup 2026ខាងមុខនោះគេនឹងក្លាយទៅជាប្រជាជាតិពីតំបន់អាស៊ីអាគ្នេយ៍តែមួយគត់ដែលបានបង្ហាញខ្លួននៅ World Cup ហើយក៏ជាការបង្ហាញខ្លួនជាលើកទី2ផងដែរបន្ទាប់ពីលើកទី1ហ្នឹងគឺកាលពី World Cup ឆ្នាំ1938ក៏ប៉ុន្តែពេលនោះគឺបង្ហាញខ្លួនក្នុងនាមជាចំណុះហូឡង់ក្នុងឈ្មោះ Dutch East Indies ចាអញ្ចឹងសូមបញ្ជាក់ដែរថាដោយសារតែ World Cup នៅក្នុងឆ្នាំ2026មានការពង្រីកក្រុមចូលរួមកើនដល់48ប្រទេសជាលើកដំបូងដូច្នេះហើយទើបតំបន់អាស៊ីទទួលបានកៅអីរហូតដល់ទៅ8កៅអីខណៈដែលកាលពីលើកមុនហ្នឹងទទួលបានត្រឹមតែ4+1ឬក៏5+1កៅអីតែប៉ុណ្ណោះដូច្នេះយើងចាំអត់មើលទាំងអស់គ្នាថាតើឥណ្ឌូនេស៊ីអាចតំណាងអាស៊ាននៅ World Cup 2026ឬក៏អត់អរគុណច្រើនជួបគ្នានៅក្នុងវីដេអូក្រោយសូមជម្រាបលា